ហើយผมมาจุ่มเรียบสู้ประโยชน์ต่างๆគ្នាខ្ញុំមកទីនេះអាច you can show your book ខ្ញុំមកទីនេះនៅមាត់ទន្លេយើងមុខខ្សែរាត្រីមានបងស្រីម្នាក់គាត់យកសភៅក្នុងនោះមានភាសាកូរ៉េ សុខាភាសាកូរ៉េហើយនិងភាសាអង់គ្លេសហើយមានភាសាខ្មែរនៅក្នុងសភៅហ្នឹងគឺមានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវរបស់ព្រះ Hinduism បាទហើយនៅក្នុង Hinduism ហ្នឹងគេបានសាកសួរគាត់ទៅគាត់ថានៅក្នុង Hinduism គឺមានព្រះគ្រីស្ណៈដែលគាត់ថាព្រះគ្រីស្ណៈហ្នឹងគឺជាព្រះដែលធំជាងគេបង្អស់នៅក្នុង Hinduism នៅក្នុង Hindu សាសនាសម្រាប់ខ្ញុំបានសួរយើងទៅខ្ញុំបានធ្វើការប្រាប់គាត់ពីព្រោះថាខុសនៅអ្វីដែលខ្ញុំធ្លាប់បានរៀនកាយខ្ញុំរៀនកាយវគ្គ11បាទវគ្គ11ខ្ញុំរៀនកាយពាក់ព័ន្ធជាមួយនឹង Hindu សាសនាហ្នឹងគឺមានព្រះ3ដែលប្រជាជនជាពិសេសនៅក្នុងប្រទេសឥណ្ឌាគាត់គោរពបាទនៅក្នុង Hindu សាសនាមានព្រះ3គឺព្រះសិវៈគឺជាអ្នកបង្កើតលោកព្រះវិស្ណុជាអ្នកបង្កើតលោកនិងជាអ្នកមើលការខុសត្រូវរបស់លោកព្រះព្រហ្មក៏ជាអ្នកបង្កើតលោកក៏ប៉ុន្តែគ្រាន់តែជាការក្រោយទេហើយនៅមានការបែងចែកតួនាទីមួយសម្រាប់ព្រះអង្គទាំង3ហ្នឹងដោយឡែកសម្រាប់ព្រះគ្រីស្ណៈគឺជាអវតារមួយរបស់ព្រះវិស្ណុនៅក្នុងចំណោមអវតារខ្ញុំចាំដូចជា10អាច10ជាងឬក៏និយាយអាច10លើសអវតាររបស់ព្រះវិស្ណុហ្នឹងបាទប៉ុន្តែដោយពាក្យថាគ្រីស្ណៈគឺជាព្រះដែលធំបំផុតនៅក្នុងសាសនាហិណ្ឌូគឺជាការយល់ច្រឡំហើយចឹងខ្ញុំសូមឲ្យកែពាក្យហ្នឹងគឺសូមឲ្យកែអញ្ចឹងបើសិនជាបងប្អូនឬក៏ប្រិយមិត្តឬក៏ពូមីងអ្នកដែលមានជំនាញហ្នឹងអ្នកដែលច្បាស់រឿងប្រវត្តិហ្នឹងសូមជួយបញ្ជាក់ផងដើម្បីកុំឲ្យមានការភ័ន្តច្រឡំប្រវត្តិសាស្ត្របាទព្រោះនេះគឺជារឿងមួយដែលតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រពីសាសនាហិណ្ឌូក៏ដូចជាពាក់ព័ន្ធជាមួយនឹងប្រាង្គប្រាសាទរបស់យើងដែរពួកអាចតាក់ទងជាមួយនឹងគ្នាបើសិនជាមានការយល់ច្រឡំបើសិនជាមានការយល់ខុសចឹងវាធ្វើឲ្យកពីនៃការដែលពិតប្រាកដសម្រាប់ក្មេងជំនាន់ក្រោយគាត់នឹងមានការយល់ខុសបន្តទៀតដូច្នេះខ្ញុំសូមឲ្យកែពីនឹងមួយគ្រីស្ណៈគឺជាអវតារមួយរបស់ព្រះវិស្ណុគ្រីស្ណៈមិនមែនជាព្រះដែលធំជាងគេនៅក្នុងសាសនាហិណ្ឌូទេបាទអរគុណច្រើនអរគុណ